កាត់កំពង់ធំមេធាវីការពីក្តីគឺលោកការសវុតដែលជាមេធាវីជាតិនិងលោកកងសួរ Bruce មេធាវីអន្តរជាតិដែលជាជនជាតិបារាំងដូចត្រូវបានចាប់ប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិការបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសញ្ញាក្រុងសំណៅឆ្នាំ1949បាទជាបន្តទៅនេះសូមលោកស្រីទូទស្សនិកជននិងទស្សនាកិច្ចការទាំងស្រុងពីអង្គសនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដូចតទៅបានរៀបរាប់ឲ្យដឹងថាទោះបីជាគាត់មិនធ្លាប់បានឃើញការធ្វើទរណកម្មលើអ្នកទោសដោយផ្ទាល់ភ្នែកក៏ដោយក៏គាត់បានដឹងថាមានបន្ទុកមួយដែលគេទុកសម្រាប់ឆក់ខ្សែភ្លើងអ្នកទោសប្រុសស្រីក្នុងពេលសួរចម្លើយសាក្សីម្នាក់ទៀតឈ្មោះសាក្សី P បានពណ៌នាអំពីស្ថានភាពរបស់មិត្តរបស់គាត់ដែលត្រឡប់មកពីកេសរវិញត្រូវគេការសក់ក្បាលអស់ហើយស្បែកមានដំបៅរលួយដោយសារការឆក់ខ្សែភ្លើងការវាយដំនិងការវាយដោយរំពាត់នៅពេលសួរចម្លើយការសម្លាប់អំណាចក្នុងការបញ្ជាសម្លាប់អ្នកទោសជាង12,380 នាក់ត្រូវបានគេសម្លាប់នៅមន្ទីរស-21ដូចបាននិយាយថាពីដំបូងគាត់បានទេការទទួលខុសត្រូវលើការសម្លាប់ទៅឲ្យសាក្សី C ហើយចាប់ពីពេលនោះមកគឺជាអ្នកចាត់វិធានការចាំបាច់នានាដោយខ្លួនឯងផ្ទាល់ប៉ុន្តែបន្ទាប់ពីមានហេតុការណ៍មួយដែលមានអ្នកទោសម្នាក់ស្លាប់មុនបញ្ចប់ការសួរចម្លើយស៊ុនសេនបានតម្រូវឲ្យដេចសម្រេចលើរាល់ការសម្លាប់ហេតុដូច្នេះចាប់តាំងពីពេលនោះមកគឺដូចជាអ្នកសម្រេចអំពីអាយុជីវិតរបស់អ្នកទោសម្នាក់ពីព្រោះថាដូចជាអ្នកបញ្ជាឲ្យសម្លាប់បន្ទាប់ពីគាត់យល់ថាចម្លើយសារភាពមានលក្ខណៈគ្រប់គ្រាន់ហើយមិនមានអ្នកទោសណាម្នាក់អាចត្រូវបានគេដោះលែងនោះទេហើយការបញ្ជាដោយប្រយោជន៍របស់ដេចក្នុងឋានៈជាប្រធានគឺត្រូវសម្រាប់អ្នកទោសស្របតាមប្រព័ន្ធដែលបានបង្កើតឡើងនៅមន្ទីរស-21សាក្សី Q បានបញ្ជាក់ថាគ្មានអ្នកទោសណាម្នាក់អាចត្រូវបានបញ្ជូនចេញពីមន្ទីរស-21ដោយគ្មានការអនុញ្ញាតពីដេចនោះទេគាត់ក៏បានបន្ថែមថាដេចរៀបចំនិងបញ្ជាឲ្យមានការសម្លាប់អ្នកទោសដោយចារពាក្យថាកំជាអក្សរកាព្យរបស់ពាក្យកំតិចដែលមានន័យថាសម្លាប់លើឈ្មោះរបស់អ្នកទោសដែលត្រូវបញ្ជូនចេញសាក្សី B បានអះអាងថាដេចនិង C ជាអ្នកបញ្ជាឲ្យសម្លាប់អ្នកទោសនៅក្នុងបរិវេណមន្ទីរស-21គាត់បានរៀបរាប់ថាដេចបានបញ្ជាដោយផ្ទាល់ឲ្យគាត់សម្លាប់មនុស្សម្នាក់នៅជើងឯកហើយគាត់ក៏បានយកដែកផ្លូវរទេះទៅវាយសម្លាប់អ្នកទោសម្នាក់នោះខណៈពេលដែលដេចនៅឈរមើលដេចអះអាងថាមិនដែលមានរឿងបែបនេះកើតឡើងឡើយដេចបានអះអាងថាការសម្លាប់អ្នកទោសអាចធ្វើឡើងតាមការណែនាំពីថ្នាក់លើហើយគាត់បញ្ជូនទៅអ្នកនៅក្រោមបង្គាប់ជាអ្នកអនុវត្តឬផ្អែកតាមការសម្រេចចិត្តដោយឯកឯងរបស់គាត់បន្ទាប់ពីបានពិចារណាលើកត្តាជាច្រើនដូចជាចំនួនអ្នកទោសច្រើនពេកកង្វះចំណីអាហារការភ័យខ្លាចជំងឺឆ្លងឬការភ័យខ្លាចការរត់គេចខ្លួនក្រៅពីការចេញបញ្ជាឲ្យសម្លាប់អ្នកទោសដេចក៏បានបង្រៀនផងដែរអំពីវិធីសម្លាប់សាក្សី B បានរំលឹកឡើងវិញជាពិសេសអំពីការប្រជុំមួយដែលក្នុងពេលនោះដេចបានដល់ការណែនាំថាវាយកនឹងដែកមិនងាប់ទេតតែអាកទៀតជាទូទៅអ្នកទោសត្រូវបានគេសម្លាប់ក្នុងរយៈពេលមួយដ៏ខ្លីក្រោយពីពួកគេបានឆ្លើយសារភាពរួចប៉ុន្តែដូចបានទទួលស្គាល់ថាគាត់មានអំណាចក្នុងការពន្យាពេលការសម្លាប់អ្នកទោសមួយចំនួនដែលមានជំនាញគាត់បានពណ៌នាអំពីអំណាចនោះថាជាការអត់ឱនដែលធ្វើឡើងដោយថ្នាក់លើដែលតាមរយៈនេះ C និងគាត់អាចទុកជីវិតឲ្យអ្នកទោសមួយចំនួនដើម្បីឲ្យពួកគេបន្តធ្វើការនៅក្នុងមន្ទីរស-21
ទោះជាយ៉ាងនេះក្តីគាត់បានបន្ថែមថាពួកគេក៏នឹងត្រូវបានសម្លាប់តាមក្រោយដដែលដោយជៀសមិនផុតខការសម្លាប់នៅជើងឯកដោយគិតអំពីស្ថានភាពនៅកម្ពុជាបន្ទាប់ពីការដួលរលំភ្លាមៗនៃរបបខ្មែរក្រហមនិងដោយគិតពីពេលវេលាដែលកន្លងផុតទៅគេមានការលំបាកណាស់ក្នុងការកំណត់ចំនួនមនុស្សដែលត្រូវបានសម្លាប់នៅជើងឯកប៉ុន្តែតាមរយៈសក្ខីកម្មអំពីប្រព័ន្ធនៃការសម្លាប់នៅស-21បញ្ជីអ្នកទោសនិងបញ្ជីអ្នកដែលត្រូវសម្លាប់និងការសិក្សាផ្នែកឧក្រិដ្ឋវិទ្យាបង្ហាញថាមានមនុស្សរាប់ពាន់នាក់រួមមានបុរសស្ត្រីនិងកុមារត្រូវបានសម្លាប់និងកប់នៅជើងឯកទោះបីជាមានសាក្សីមួយចំនួនបានបដិសេធថាមិនធ្លាប់បានឃើញមានកុមារនៅជើងឯកក៏ដោយប៉ុន្តែយ៉ាងហោចណាស់ក៏គេឃើញមានរណ្ដៅកក់សោកដែលមានឆ្អឹងរបស់កុមារនៅសេសសល់ដែរបញ្ជីឈ្មោះអ្នកដែលត្រូវសម្លាប់ដែលរកឃើញនៅមន្ទីរស-21បានបង្ហាញថានៅក្នុងខែកក្កដាឆ្នាំ1977កុមារចំនួន160នាក់ត្រូវបានគេសម្លាប់នៅជើងឯកក្នុងរយៈពេលតែមួយថ្ងៃក្នុងអំឡុងពេលនៃការសម្ដែងឡើងវិញដែលបានធ្វើឡើងនៅជើងឯកកាលពីថ្ងៃ